rồi đờiការភ្លៀងចិត្តមកដល់ហើយអញ្ចឹងអ្នកទាំងអស់គ្នាតែមានបញ្ហាទៅតជាមួយនឹងការលេចជ្រាបអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលពីប្រសេសខ្លះនៅក្នុងការបង្ការការលេចជ្រាបនៅក្នុងបរិយាជរាដំណាក់កាលទី1ហ្នឹងគឺយើងធ្វើការសម្អាតផ្ទៃនិងធ្វើ chamfer ការសម្អាតផ្ទៃហ្នឹងគឺយើងសម្អាតរាល់នៅកំណកសម្បោរឬក៏បេតុងដែលជាប់នៅលើប្លង់សេបាតបន្ទប់ទឹករបស់យើងហ្នឹងដើម្បីធានាបានថាការលាបជម្រាបទឹករបស់យើងគឺមានគុណភាពល្អចំណែកឯការធ្វើ chamfer វិញគឺដើម្បីការពារការលេចជ្រាបតាមជើងជញ្ជាំងនិងទីតាំងកតយោដែលជាចំណុចខ្សោយងាយនឹងរងការលេចជ្រាបដំណាក់កាលទី2ដំណាក់កាលទី2តកតងជាមួយនឹងការលាបជម្រាបទឹកមុននឹងធ្វើការលាបគឺយើងធ្វើការលាយនៅបរិមាណជម្រាបទឹកដែលផលិតផលដែលយើងប្រើគឺជាផលិតផលស៊ីកាដែលមានគុណភាពខ្ពស់ទៅលើការពារជម្រាបទឹកនិងទទួលស្គាល់ដោយក្រុមហ៊ុនស្តង់ដារបន្ទាប់មកគឺយើងធ្វើការរុញជម្រាបទឹកការរុញជម្រាបទឹកហ្នឹងគឺមាន2ស្រទាប់ដែលស្រទាប់ទី1យើងធ្វើការរុញដោយទុករយៈពេលចន្លោះពី3ទៅ4ម៉ោងបន្ទាប់មកយើងធ្វើការរុញនៅស្រទាប់ទី2ដើម្បីឲ្យប្រកាសថាការរុញជម្រាបទឹករបស់យើងហ្នឹងគឺបានសព្វល្អទី4គឺជាដំណាក់កាលនៃការត្រាំទឹកដើម្បីតេស្តការលេចជ្រាបយើងធ្វើការដាក់ត្រាំទឹករយៈពេល3ថ្ងៃដើម្បីប្រកាសថាការងារលាបថ្នាំជម្រាបទឹករបស់យើងគឺទទួលបាននូវប្រសិទ្ធភាពហើយដំណាក់កាលចុងក្រោយគឺការត្រួតពិនិត្យការលេចជ្រាបបន្ទាប់ពីត្រាំរយៈពេល3ថ្ងៃរួចមកនឹងតាមដានថាតើមានការលេចជ្រាបបន្ទាប់ពីការត្រាំដែរឬទេប្រសិនបើមិនមានការលេចជ្រាបនោះទេទើបយើងធ្វើការបន្តការរៀបការ៉ូបាតអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយក្រុមហ៊ុនជីរីរួបរួមរឹងមាំរីកចម្រើន